មកសួស្តីបងឥឡូវវីដេអូនេះខ្ញុំមករៀនពីវិធីជួប Bluetooth ជាមួយនឹងឡានយើងបងជាមួយនឹងប្រភេទ model L5 អាហ្នឹងយើងប្រើ Bluetooth ជាមួយទូរស័ព្ទដៃភ្ជាប់ទៅឡានជាមួយនឹងប៉ុសព្យួរឥឡូវរបៀបជួបយើងគាត់ដុតដុំនេះណាដុតដុំឧទាហរណ៍ដុំហ្នឹងវាដុតមកវាលោតប៉ុស 87.5 អញ្ចឹងយើងក៏លេខមកមើល visual របស់យើងមានទេបងប្អូនមានប៉ុស 87.5 ឥឡូវបើមានយើងសេរីមក 87.1.5 អូខេឥឡូវវាចូលប៉ុសណាយើងមកជួប Bluetooth យើងឥឡូវខ្ញុំជួប Bluetooth ក្រោយដូចណាឥឡូវខ្ញុំស្វែងរក Bluetooth មួយណា Bluetooth វា BT ខាងបងដោយសារខ្ញុំជួប2 3ទៅវាលោត2សេរីតែជួបច្រើនដងឥឡូវដុំថ្មីនេះ Bluetooth BT ខាឥឡូវខ្ញុំជួបហើយ connection ពេលយើងជួបហើយយើងមកមើលប៉ុស visual យើងអានេះ 87.5 អានេះក៏ 87.5 ឥឡូវយើងទៅតែចម្រៀងនៅលើ YouTube អូខេលឺឥឡូវលឺហើយលឺអត់រអួលទេអត់លឺដាច់ទេឥឡូវមួយទៀតបងប្អូនបើសិនជាឡានរបស់យើងអត់មាន 87.5 អាចតែមាន 87.6.7.8.9 អញ្ចឹងណាវាចុច8អញ្ចឹងយើងត្រូវមកសេរីអានេះឲ្យ 87.8 និយាយទៅអា Bluetooth អាប៉ុសអានេះនិងប៉ុសនេះគឺត្រូវដូចគ្នាណាអានេះប៉ុស 87.5 អានេះប៉ុស 87.8 អញ្ចឹងវាត្រូវគ្នាទេដើម្បីត្រូវគ្នាយើងមកសេរីអានេះយើងសេរីមើលយើងមុននឹងសេរីបានយើងចុចអាកន្លែង CH ណា channel ចុច CH មួយទៅមកវាលោតយើងអាចដើម្បីបាន 87.8 យើងទៅមុខចុចទៅមុខមួយចុចទៅមុខមួយទៀតសុំទោសចុចទៅមុខមួយ7ចុចមួយទៀត87.8ទៅមកយើងចុច CH ទៅវិញអូខេបើសិនជាវា87.8នេះពេលដែលយើងចុច CH មកវានឹងអញ្ចឹងន័យថាយើងមើលប៉ុសនេះ 87.8 អានេះ 87.8 ដូចគ្នាអានោះសម្រាប់ឡានយើងអត់មានប៉ុសហ្នឹងតោះយើងចាក់ចម្រៀងទៀតឃើញបងលឺនិយាយទៅវាអាស្រ័យលើប៉ុសនេះនិងប៉ុសនេះត្រូវគ្នាស្រ័យអាពីរនេះឲ្យត្រូវគ្នាសិនមកទើបយើងចាក់ចម្រៀងទៅឲ្យវាលឺវាចូលបានអូតូអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេ